ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងក្រសួងមហាផ្ទៃបានឈានមកដល់របត់នៃឱកាសសម្រាប់ធ្វើការងារថ្មីនិងក្រោយពីការបង្កើតនៅបរិយាកាសគ្មានវិវាទនៅកម្ពុជាក្រសួងទាំងពីរបានរួមគ្នាងាកមកគិតគូរលើការងាររៀបចំដែនដីនិងនគររូបនីយកម្មដែលជាការបើកទំព័រថ្មីសម្រាប់សង្គមជាតិទាំងមូលកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការរៀបចំដែនដីនិងនគររូបនីយកម្មថ្នាក់ជាតិក្រោមការអញ្ជើញជាសហធិបតីឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែនសំអាលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ក្រសួងមហាផ្ទៃក្រសួងព្រះបរមរាជវាំងក្រសួងសាធារណការនិងដឹកជញ្ជូនថ្នាក់ដឹកនាំមកពីក្រសួងស្ថាប័នដែលជាសមាជិកគណៈកម្មាធិការរៀបចំដែនដីនិងនគររូបនីយកម្មថ្នាក់ជាតិរដ្ឋបាលខេត្តមន្ទីរនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនាព្រឹកថ្ងៃទី6ខែតុលាឆ្នាំ2025នាទីស្តីការក្រសួងអាដាមឧបនាយករដ្ឋមន្ត្រីសែនសំអាលមានប្រសាសន៍ថាផ្ដើមចេញពីថ្ងៃនេះយើងនឹងប្រែក្លាយទីប្រជុំជនទាំងអស់ឲ្យទៅជាបុរីជនបទភូមិឋានខ្សែមខ្សានត្រនំសុភមង្គលដោយមានការឯកភាពគ្នាធ្វើការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីកំណត់តំបន់ពាណិជ្ជកម្មតំបន់កសិកម្មតំបន់ឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេសការរៀបចំព្រំប្រទល់រដ្ឋបាលទូទាំងប្រទេសអាសយដ្ឋានបង្គោលប្រតិភិបដែលជាខឿនសន្តិសុខជាតិការរៀបចំរបៀងនិងពលសេដ្ឋកិច្ចទៅតាមសក្តានុពលតំបន់នីមួយៗដោយប្រើប្រាស់នៅអ្វីដែលយើងមានការរៀបចំលំហសាធារណៈការដោះស្រាយសំណង់មិនរៀបរយនិងអគារចាស់ទ្រទ្រោមដែលទាំងអស់នេះគឺជាស្នូលនៃយុទ្ធសាស្ត្របញ្ញកោដំណាក់កាលទី1របស់រដ្ឋាភិបាលកម្ពុជាព្រមទាំងឆ្លើយតបទៅនឹងដំណើរដ៏ជាក់លាក់របស់សង្គមនិងសេដ្ឋកិច្ចកម្ពុជាធ្វើឲ្យប្រជាជនមានជីវិតកាន់តែប្រសើរឡើងនិងដើម្បីកម្ពុជាអាចរស់ដោយខ្លួនឯងប្រកបដោយភាពឯករាជ្យម្ចាស់ការឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែនសំអាលបញ្ជាក់ថានៅក្នុងកិច្ចការរៀបចំដែនដីនិងនគររូបនីយកម្មគឺត្រូវបានគូសវាសដោយក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ប៉ុន្តែអ្នកអនុវត្តគឺជាក្រសួងមហាផ្ទៃឬរដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងអាណត្តិនេះយើងផ្ដើមសាកល្បងនៅរបបថ្មីដែលក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានប្រើប្រាស់ពាក្យថាជាសម័យកាលដែលយើងត្រូវធ្វើទំនើបកម្មរបៀបរបបការងារការគិតគូរនិងទិសដៅសម្រាប់អនុវត្តនាពេលខាងមុខឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចាត់ទុកកិច្ចប្រជុំនាពេលនេះថាជាឱកាសដ៏កម្រមួយដែលសមស្របសម្រាប់យើងទាំងអស់គ្នាបានជួបជុំជជែកពិភាក្សាគ្នាដោយនៅក្នុងរយៈពេល2ឆ្នាំមុននឹងឈានដល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការរៀបចំដែនដីនិងនគររូបនីយកម្មថ្នាក់ជាតិនាពេលនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែនសំអាលនៅក្នុងនាមជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានខិតខំប្រឹងប្រែងកិត្តគូរៀបចំផ្នែកនយោបាយសម្ដៅអនុវត្តការងារបានមានន័យថាត្រូវការគាំទ្រខាងនយោបាយនិងការរៀបចំរបៀបរបបការងារថ្មីលើកិច្ចការងារនេះហើយនៅក្នុងវិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ក៏ទាមទារឲ្យមានការជំរះដោះស្រាយនៅការងារចំនួន6ចំណុចផងដែរនៅក្នុងគោលបំណងដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជាផ្អែកលើរបៀបរបបការងារនិងដំណើររបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងក្រសួងមហាផ្ទៃបានឈានមកដល់របត់នៃឱកាសសម្រាប់ធ្វើការងារថ្មីនិងក្រោយពីការបង្កើននៅបរិយាកាសគ្មានវិវាទនៅកម្ពុជាក្រសួងទាំងពីរបានងាកមកគិតគូរលើការងាររៀបចំដែនដីនិងនគររូបនីយកម្មដែលជាការបើកទំព័រថ្មីសម្រាប់សង្គមជាតិទាំងមូលផ្ដើមចេញពីថ្ងៃនេះយើងនឹងប្រែក្លាយទីប្រជុំជនទាំងអស់ឲ្យទៅជាបុរីជនបទភូមិឋានខ្សែមខ្សានត្រនំសុភមង្គលដោយមានការឯកភាពគ្នាធ្វើការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីកំណត់តំបន់ពាណិជ្ជកម្មតំបន់កសិកម្មតំបន់ឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេសការរៀបចំព្រំប្រទល់រដ្ឋបាលទូទាំងប្រទេសអាសយដ្ឋានបង្គោលប្រតិភិបដែលជាខឿនសន្តិសុខជាតិការរៀបចំរបៀងនិងពលសេដ្ឋកិច្ចទៅតាមសក្តានុពលតំបន់នីមួយៗដោយប្រើប្រាស់នៅអ្វីដែលយើងមានការរៀបចំលំហសាធារណៈដោយដោះស្រាយសំណង់មិនរៀបរយនិងអគារចាស់ទ្រុឌទ្រោមដែលទាំងអស់នេះគឺជាស្នូលនៃយុទ្ធសាស្ត្របញ្ញកោដំណាក់កាលទី1របស់រដ្ឋាភិបាលកម្ពុជាព្រមទាំងឆ្លើយតបទៅនឹងដំណើរដ៏ជាក់លាក់របស់សង្គមនិងសេដ្ឋកិច្ចកម្ពុជាធ្វើឲ្យប្រជាជនមានជីវិតកាន់តែប្រសើរឡើងនិងដើម្បីកម្ពុជាអាចរស់ដោយខ្លួនឯងប្រកបដោយភាពឯករាជ្យម្ចាស់ការ